អ្នកនេសាទបានចាប់វាបានពេលកំពុងនេសាទមាសមួយដុំធំដែលអាចប្រើសម្រាប់ពោពេញដោយភាពមិនបរិសុទ្ធនិងស្លាយមាសស្រអាប់ហើយមិនអាចស្គាល់បានអ្នកនេសាទបានចាត់ទុកទំនិញដូចជាវាត្រូវបានបោះចោលទំខាំងពីរបីឆ្នាំក្រោយមកជាងធ្ងន់ម្នាក់វាបានរើសវាឡើងហើយប្រើវាដើម្បីជួសជុលទីក្រុងប្រេះនៅក្នុងជញ្ជាំងមាសត្រូវបានសង្កត់ចុះដោយកំពែងក្រុងស៊ូទ្រាំនឹងការបាញ់ប្រហារដ៏សាហាវការទម្លាក់គ្រាប់បែកជាច្រើនឆ្នាំកន្លងផុតទៅស្ត្រីម្នាក់ក្មេងនោះបានឡើងជញ្ជាំងក្រុងដើម្បីលួចមើលព្រះអង្គម្ចាស់ដ៏សង្ហាប៉ុន្តែបន្ទាប់ពីត្រូវបានគេរកឃើញគាត់ក៏ភ័យស្លន់ស្លោចុះពីកំពែងក្រុងរួចមាសក៏បានដើរតាមពីក្រោយនិងដៃគូរបស់នាងបានដួលទៅលើមិនបរិសុទ្ធលើផ្ទៃត្រូវបានយកគាត់បានដួលចុះហើយឃើញមាសនៅក្នុងថ្មនាងបានយកវាទៅផ្ទះយ៉ាងលឿនបន្ទាប់ពីសម្អាតរួចមាសមួយបានមួយរូបរាងអេក្រង់លេចចេញជាបណ្ដាវាបានចេញមកប៉ុន្តែក្នុងអំឡុងពេលដំណើរការនេះក្មេងស្រីនោះបានឆ្លាក់បាត់ដោយត្រូវបានបើកហើយសម្លេងទូក5គ្រាប់ផ្សែងខ្មៅចម្រុះពណ៌វាបានលេចចេញមកយ៉ាងលឿនហើយរឹងមាំយ៉ាងឆាប់រហ័សវាបានបង្កើតជារូបរាងដ៏ធំមួយក្មេងស្រីនោះបានដួលសន្លប់នៅនឹងកន្លែងដោយសារការកន្លងទៅហើយនៅពេលនេះវាបានអោបនាងនៅក្នុងបាតដៃរបស់គាត់ហើយលើកពីក្មេងនោះពីដំណេករូបនោះបានប្រាប់ថាក្មេងស្រីនោះតាមពិតនាងជាអ្នកទោសវិញ្ញាណត្រូវបានឃុំឃាំងនៅក្នុងអេក្រង់មាសលើពីនេះទៅទៀតពួកគេត្រូវបានរាប់ណាមាននរណាម្នាក់សន្យាជាមួយនាងទាំង3បំណងប្រាថ្នាមួយមិនមែនគ្រាន់តែគិតនោះទេប្រសិនបើវាទទួលបានជោគជ័យឲ្យខ្លួនឯងក៏នឹងទទួលបាននៅការលើដូច្នោះក្មេងស្រីនោះក៏លែងស្ទាក់ស្ទើរបានធ្វើបំណងប្រាថ្នាដំបូងរបស់គាត់នៅក្មេងស្រីនោះដំឡើយជាទីសកលនាងធ្លាប់ជាទីសកលប៉ុន្តែនាងបានលងសែនខំខាននឹងមើលទៅដូចជាព្រះអង្គពេលនៅជាមួយគ្នាវិញ្ញាណក៏លេចចេញពីបន្លាចចាក់ប្រេងក្រអូបវេទមន្តចេញទុកឲ្យវាលាក្មេងស្រីនោះបានលាបវាលើរាងកាយរបស់នាងដើម្បីសុវត្ថិភាពពួកគេក៏ជីនពីងបានលាក់ខ្លួននៅក្រោមគ្រឿងជន់ដើម្បីកុំឲ្យវាធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់បន្ទាប់មកអេលហ្វស្ថិតនៅក្នុងត្រចៀករបស់គាត់បានអានឈ្មោះក្មេងស្រីនោះពិតណាស់នៅថ្ងៃបន្ទាប់ព្រះអង្គម្ចាស់ពេលឃើញក្មេងស្រីនោះជាលើកដំបូងខ្ញុំលងស្នេហ៍នាងខ្លាំងណាស់ហើយនារីឲ្យក្មេងនោះបានសម្រេចបំណងប្រាថ្នារបស់ភរិយាបានខ្លាចពេញចិត្តដើម្បីជាតំណែងរបស់នាងក្មេងស្រីនោះការសន្យាលើកទី2ត្រូវបានធ្វើឡើងចំពោះបំណងប្រាថ្នារបស់ខ្ញុំគឺចង់អបអរសាទរកំណត់របស់បន្ទាប់អេលហ្វពេញពោះម្ដងទៀតបំណងប្រាថ្នារបស់នាងបានសម្រេចហើយនាងមកទៅបានចេញពេកនាងក៏ចាប់ផ្ដើមនេះបានតែចំណាប់អារម្មណ៍របស់ព្រះមហាក្សត្រការមិនពេញចិត្តនឹងល្បិចកលការតស៊ូអំណាចក្នុងគ្រួសាររាជវង្សការតស៊ូបានចាប់ផ្ដើមដូច្នេះនៅក្នុងចំណោមព្រះមហេសីជាច្រើនអង្គព្រះមហេសីចាមហាក្សត្របានពេញចិត្តលីណាជាងអ្នកដទៃតែម្នាក់ឯងមានមហិច្ឆតាខ្លាំងណាស់នាងបានតាំងចិត្តធ្វើខ្លួនឯងឲ្យបានសម្រេចរាជបុត្របានឡើងសោយរាជហើយដូច្នេះនាងបានឆ្លៀតឱកាសដ៏កំណត់នេះក្នុងជីវិតឱកាសមួយដើម្បីជួបគ្នានាងបានផ្សព្វផ្សាយពាក្យចាំអារ៉ាមគេថាសម្ដេចចង់ធ្វើផែនការបំផន់នៃការបះបោរឲ្យបន្ទាប់មកនៅក្នុងប្រសិទ្ធភាពក្នុងត្រចៀករបស់វង្សដោយសារព្រោះភាពអ្នកទំនងរវាងបុរសពីរនាក់នៅទីមហាក្សត្រចាស់ជឿថាវាជាការពិតហើយមាននៅកំហឹងខ្លាំងពេកគាត់បានធ្វើរឿងកោតរបស់នាងបានធ្វើការសម្រេចចិត្តរួចវានៅខាងបាត់ដល់អនុញ្ញាតឲ្យចាន់សេនប្រាខ្សែធ្នូបានច្របាច់គាត់រហូតដល់ស្លាប់ព្រះអង្គម្ចាស់កំសត់នោះមិនបានគាត់បានបាត់បង់ជីវិតដោយមិនដឹងថាហេតុអ្វីអេលហ្វបានដឹងអំពីព្រះអង្គម្ចាស់ក្រោយពីបានឮដំណឹងមរណភាពរបស់នាងភ្លាមនាងក៏បានអនុញ្ញាតឲ្យក្មេងស្រីនេះទទួលបានហើយជាបំណងប្រាថ្នាបន្ទាប់របស់ក្មេងស្រីស្ដាយពេលដឹងពីមរណភាពរបស់សម្ដេចអស់សង្ឃឹមនាងមិនបានធ្វើអ្វីដែលនាងប្រាថ្នាឡើយជាយ៉ាងណាក៏ដោយលោកវង្សបានធ្លាក់ចូលទៅក្នុងដៃរបស់អធិរាជដាក់វាចូលក្នុងថង់ហើយបោះវាចូលសមុទ្រអេលហ្វបានដេញតាមនាងដោយព្យាយាមជួយសង្គ្រោះនាងស្រីនោះប៉ុន្តែត្រូវបានសម្លាប់ដោយអារក្សក្រោយពីអារក្សបាត់ខ្លួនវិញ្ញាណក៏លីងលោតចូលទៅក្នុងសមុទ្រយ៉ាងលឿនប៉ុន្តែនៅទីបំផុតវាយឺតពេលហើយនាងមានអារម្មណ៍ថានៅពេលនោះក្មេងស្រីនោះបានលង់ទឹកស្លាប់ទៅហើយក្មេងស្រីនោះមិនបានធ្វើអ្វីឲ្យអេលហ្វបានទទួលបំណងប្រាថ្នាទី2ទេដើម្បីបានប្រោះលូហើយដូច្នេះបានការច្រាស់ថ្មីត្រូវបានដាក់ត្រឡប់ទៅក្នុងដើម្បីឃើញពលឺថ្ងៃម្ដងទៀតពួកអេលហ្វវិញ្ញាណអ្នកខំទាំងឡាយតែងមានចំណេះដើរលេងក្នុងព្រះរាជវាំងព្យាយាមដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សធ្វើឲ្យភ្នែកយើងមើលមិនឃើញវាតតែសោះត្រង់ជាច្រើនឆ្នាំក្រោយមកក្មេងប្រុសតូចម្នាក់ដូចជាត្រូវបានជាឥទ្ធិពលដោយអាថ៌កំបាំងដោយមានកម្លាំងដឹកនាំខ្ញុំដើរតែម្នាក់ឯង